ចាបកស្រាយទៅកាន់បងស្រីបានសួរថាជំរាបសួរអ្នកគ្រូខ្ញុំមានបញ្ហារាំងរដូវរយៈពេល7ខែហើយតើធ្វើដូចម្ដេចឲ្យខ្ញុំមករដូវដូចធម្មតាវិញអញ្ចឹងខ្ញុំចង់សួរទៅកាន់បងវិញតើបងអាយុប្រហែលដែរបងមានប្រើប្រាស់ទៅលើសេវាកម្មពជាកណ្ដាលដែរឬអត់បងមានធ្វើការងារធ្ងន់ឬអត់ឬក៏បងមានប្រើប្រាស់ប្រភេទថ្នាំញ៉ាំជាប្រចាំថ្ងៃអត់ព្រោះប្រភេទថ្នាំខ្លះវាអាចមានពាក់ព័ន្ធជាមួយនឹងបម្រែបម្រួលអរម៉ូនក៏ធ្វើឲ្យយើងនឹងមានបញ្ហារាំងរដូវដែរចាហេតុអីបើខ្ញុំសួរសំណួរនេះទៅកាន់គាត់វិញពួកអីពាក់ព័ន្ធនឹងបញ្ហារាំងរដូវពាក់ព័ន្ធនឹងបញ្ហាសុខភាពគឺយើងត្រូវការពីគ្រោះដើម្បីធ្វើការដោះស្រាយចាអញ្ចឹងខ្ញុំលើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាមូលហេតុដែលធ្វើឲ្យគាត់រាំងរដូវទី1ជួនកាលកត្តាវ័យគាត់ត្រៀមអស់រដូវហើយដែលមួយរយៈនេះខ្ញុំជួបច្រើនមែនតើស្ត្រីដែលគាត់ត្រៀមអស់រដូវហើយដែលគាត់ខ្ទង់ល្បាក់អាយុ40ជាងចា40ជាងឬក៏40ឆ្នាំឡើងទៅគាត់មានបញ្ហារាំងរដូវឬក៏រដូវរបស់គាត់តិចជាងមុនឬក៏រដូវរបស់គាត់រអាក់រអួលអញ្ចឹងបងប្អូនត្រូវដឹងថាពេលដែលយើងអាយុ40ជាងគឺជាអ្វីមួយដែលយើងត្រៀមអស់រដូវហើយអញ្ចឹងការមករដូវរបស់យើងអាចមានការរអាក់រអួលឬក៏មានការប្រែប្រួលមួយចំនួនចានឹងរឿងទី1តើតើនឹងកត្តាអ្វីទី2អ្នកដែលគាត់ប្រើទៅលើសេវាកម្មពជាកណ្ដាលចាសេវាកម្មខ្លះដូចជាសេវាកម្មថ្នាំចាក់ឬក៏ដាក់កងដៃគឺអត់ធ្វើឲ្យគាត់មករដូវទេធ្វើឲ្យគាត់រាំងរដូវឬក៏សេវាកម្មមួយចំនួនទៀតក៏ធ្វើឲ្យគាត់រអាក់រអួលទៅលើការមករដូវដែរចាអញ្ចឹងការប្រើសេវាកម្មពជាកណ្ដាលក៏វាមានផលរំខានឬក៏ផលប៉ះទង្គិចទៅលើការមករដូវដែរចាហើយទី3គឺពាក់ព័ន្ធជាមួយនឹងការរស់នៅប្រចាំថ្ងៃដូចជាការកេងអត់គ្រប់គ្រាន់ហើយមានរឿង stress តបប្រមល់គិតច្រើនធុញថប់ច្រើនប៉ះទង្គិចផ្លូវចិត្តឬក៏ស្ត្រីដែលគាត់ធ្វើការងារធ្ងន់លើកអីធ្ងន់លើកកម្លាំងក៏ធ្វើឲ្យគាត់រាំងរដូវដែរហើយជាពិសេសស្ត្រីដែលគាត់ប្រើប្រភេទថ្នាំមួយចំនួនដូចជាប្រភេទថ្នាំព្យាបាលជំងឺមហារីកបញ្ហាទឹកនោមផ្អែមឬក៏ថ្នាំលើសសម្ពាធឈាមជាប្រចាំជារៀងរាល់ថ្ងៃក៏ធ្វើឲ្យស្ត្រីមានបញ្ហារាំងរដូវដែរឬក៏រអាក់រអួលទៅលើការមករដូវសូម្បីតែយើងសម្រាប់កូនច្រើនកូនញឹករំលូតកូនច្រើនដងពេកធ្វើការរំលូតកូនច្រើនដងពេកក៏ធ្វើឲ្យយើងមានការចាប្រែប្រួលទៅលើការមករដូវដូចគ្នាចានេះគ្រាន់តែជាហេតុផលខ្លះបកស្រាយទៅកាន់បងស្រីហើយចង់សួរសំណួរទៅកាន់បងស្រីវិញតើចំណុចដែលខ្ញុំលើកឡើងនឹងត្រូវនឹងបងប្រមាណ%ហើយល្អបំផុតបងស្រីគួរតែជួបពេទ្យពីគ្រោះពិនិត្យបន្ថែមបានរកដំណោះស្រាយទៅវាត្រូវនឹងអាការៈរបស់បងដែលបងកំពុងតែមានបញ្ហាចាអរគុណ